What's done is done when we say it's done. សួស្តីប្រិមិត្តអរគ្នាខ្ញុំនេះ admin នឹងមកនិយាយពីសាច់រឿង Mission Impossible Fallout ដែលចេញឆ្នាំ 2018 ដោយវីដេអូនេះផងដែរ admin នឹងនិយាយពីចំណាប់អារម្មណ៍របស់ admin ទៅកាន់សារភាគមួយនោះហើយជាពិសេសនោះ admin នឹងសង្ខេបនៅសាច់រឿងនិងបេសកកម្មមួយចំនួនរបស់ Mission Impossible Fallout អញ្ចឹងហើយកុំឲ្យខាត់ពេលវេលាយូរតោះទៅស្ដាប់ការសម្រាយរបស់ admin ទាំងអស់គ្នា admin បញ្ជាក់ទុកជាមុនថាវីដេអូដែល admin ដាក់នេះគឺអត់សមស្របតាមអ្វីដែល admin បាននិយាយនោះទេគឺឧទាហរណ៍ដូចជាការនិយាយផ្សេងហើយវីដេអូគឺសកម្មភាពបែបផ្សេងទៀតដែលជាដំបូងនេះ admin នឹងសង្ខេបពីបេសកកម្មរបស់ Tom Cruise ដែលពីឆ្នាំក្រោយមកពី Solomon Land ជាប់ខ្លួនក្នុងគុកសមាជិកក្រុម Syndicate ក៏ត្រឡប់មកវិញនាំគ្នាបង្កើតក្រុមឧក្រិដ្ឋកម្មថ្មីឈ្មោះថា Apostle admin សូមបញ្ជាក់ថាបើសិនជាពាក្យនៃភាសាអង់គ្លេសមួយណាដែល admin អានទៅខុស admin សូមអភ័យទោសទុកជាមុនដោយបេសកកម្មរបស់ Ethan និងក្រុមទេលើកនេះគឺត្រូវទៅរក Platinum Coast Platinum នេះគឺជាដុំដែកម្យ៉ាងដែលមានទូនាទីយ៉ាងសំខាន់បំផុតនៅក្នុងវិទ្យាសាស្ត្រមួយដែលវាអាចជាគ្រាប់បែបប្រឡាយលោករបស់មនុស្សដែលហេតុនេះហើយទើបមនុស្សគូក្រិតជនមួយចំនួនចង់បានវាខ្លាំងណាស់ហើយមេក្រុម Apostle ឈ្មោះថា John Lake រកឃើញបានមុនគេហើយប្រើវាដើម្បីវាបហាលើជនស្លូតត្រង់ជាហេតុនេះហើយទើបធ្វើឲ្យភ្នាក់ងារ CIA ម្នាក់ឈ្មោះថា August Walker ដែលនាំមកជួបពួកគេកម្ចាត់ Apostle តែបន្តិចទៀតពួកគេនឹងដឹងថាពួកគេមិនអាចទុកចិត្តនរណាទេសូម្បីតែអ្នកចិត្តខ្លួនបំផុតនេះគឺជាការសង្ខេបសកម្មភាពដ៏ខ្លីមួយនៅក្នុងរឿង Mission Impossible The Fallout ហើយ admin នឹងនិយាយទូទៅនៃតួអង្គ Ethan របស់យើងសម្រាប់នៅ Tom Cruise តើគាត់នឹងមានសកម្មភាពអ្វីខ្លះនៅក្នុងរឿងនេះដោយវគ្គ6ហ្នឹង Ethan របស់យើងបានធ្វើបេសកកម្មមួយដែលជួបគ្រោះថ្នាក់កាន់តែធំជាងមុនដោយគេបានលោតពីលើយានចម្បាំងនៅកម្ពស់ 7.52 គីឡូម៉ែត្រដោយពេលដែលគេបានលោតនោះគេបានមកស្ថិតនៅតំបន់មួយស្ថិតនៅក្នុងទីក្រុងប៉ារីសហើយបេសកកម្មមួយទៀតដែល Ethan ជួបគ្រោះថ្នាក់ជាងគេហ្នឹងគឺឈុតមួយដែលគេបានលោតពីលើគេមួយទៅគេមួយទៀតហើយអ្វីដែលកាន់តែពិសេសនោះគឺ Ethan បានជិះម៉ូតូដេញគ្នានៅក្រុងប៉ារីសហើយបេសកកម្មទី4ដែលជាបេសកកម្មបំផុតនោះគឺត្រូវធាក់ពីលើធម្មពីកញ្ចក់ទៀតចុងក្រោយមាន plot twist មួយទៀតគឺ August Walker នឹងតាមពិតជា John Lake ទេហើយគេកំពុងធ្វើការជាមួយនឹង Solomon Land ប៉ុន្តែរឿងនេះមិនបានបញ្ឈប់ Ethan និងក្រុមរបស់គេឡើយបេសកកម្មជោគជ័យ Ethan សម្រាប់ John Lake នៅកំពូលភ្នំមួយនេះគ្រាន់តែជាការសង្ខេបសាច់រឿងនិងសង្ខេបនៅបេសកកម្មមួយចំនួននៃ Mission Impossible Fallout សម្រាប់ admin ក៏ admin ចង់សម្រាយនៅសាច់រឿងមួយនេះដែរតែដោយសារតែសម្បូរពេលបច្ចេកទេសច្រើនពេកទើបធ្វើឲ្យ admin រៀងវល់ច្រឡំតួអង្គមួយចំនួនហើយឥឡូវដល់ពេលដែល admin នឹងនិយាយពីចំណាប់អារម្មណ៍ admin ចំពោះសាច់រឿង The Mission Impossible Fallout នេះដោយកុន Mission Impossible Fallout នេះគឺជាកុនមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងឆ្នាំ2018ហើយជាកុន Mission Impossible ដំបូងគេដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងបន្ទុករបស់ IMDb រហូតដល់ទៅ 7.8 និង 7.9 ហើយក៏ជាកុន Mission Impossible ដែលលេចធ្លោជាងគេក្នុងចំណោមខ្សែភាពយន្ត Mission Impossible ទាំងអស់ផងដែរMission Impossible Fallout ជាកុនមួយដែលបច្ចុប្បន្នសាច់រឿងនិងសកម្មភាព action គឺលេចធ្លោជាងគេក្រោយពេល admin បានទស្សនានៅខ្សែភាពយន្ត Mission Impossible Fallout នេះហើយគឺ admin ពិតជានិយាយថាវ៉ាវមែនតើសម្រាប់ Ethan របស់យើងគឺគាត់សម្ដែងបានល្អខ្លាំងមែនតើដែលមើលទៅអត់មានកន្លែងឆ្កើងហើយ reality ពិតៗនៅពេលគាត់ជិះម៉ូតូដេញគ្នានៅក្នុងទីក្រុងប៉ារីសអាស៊ីននោះគឺធំមែនតើនៅក្រៅហើយยังត្រូវបិទទីក្រុងប៉ារីសជុំវិញនៅតំបន់ប៉ារីសហើយស៊ីនមួយទៀតដែលមានស្រឡាញ់មែនតើនោះគឺស៊ីនអ្វីគ្នានៅក្នុងបន្ទប់ទឹកស៊ីននោះគឺ Ethan និង John Lake បានសហការគ្នាដើម្បីចាប់តួអង្គចរិតរបស់យើងដែលពេលហ្នឹងគឺ Ethan របស់យើងនិង John Lake នឹងមានតួនាទីក្នុងការលួច Platinum របស់តួចរិតដែល Platinum នោះត្រូវបានលាក់ទុកនៅម្ដុំកន្លែងណាមួយហើយចំពោះស៊ីនមួយទៀតដែលធ្វើឲ្យ Sound Effect នៃរឿងកាន់តែល្អឥតខ្ចោះនោះគឺស៊ីនមួយដែល Ethan របស់យើងបានលោតពីលើយានចម្បាំងមួយជាមួយនឹងលោក John Lake ហើយនៅ behind the scene នៃរឿងហ្នឹង Ethan គាត់ក៏បានលោតពីលើយានចម្បាំងហ្នឹងមែនតើផងដែរហើយនៅពេលដែលគាត់លោតទៅហ្នឹងគឺស្ទើរថាវ៉ាវនៅពេលគាត់មកពេលដែល admin បានទៅមើលហ្នឹងហើយនៅពេលលោក Ethan លោតទៅហ្នឹងគាត់ក៏បានជួបនៅរន្ទះខ្មៅញ៉ាំតែគេហ្នឹងអាហ្នឹងក៏ជា CGI បើសិនជាមានមែនតើវិញគឺអ្នកកាមេរ៉ាមែនហ្នឹងងាប់បាត់ហើយនិយាយស្រួលស្ដាប់ទៅហើយស៊ីននៅក្នុងរឿង Mission Impossible រាល់ពេលដែលថតនៅទីក្រុងប៉ារីសនៅប្រទេសបារាំងគឺស៊ីននីមួយៗគឺកលដិតមែនទែនចេញមកច្បាស់ហើយសូម្បីតែ Ethan និង John Lake បានសហការគ្នាបុកអូក្រិដ្ឋជនជួតហងទឹកនោះគឺ
និយាយទៅគឺបោកអាស្លេងទឹកមកដំហឹងយកមកជាចង់ក្រោយ admin ឯងនិយាយច្រើនទេយើងទៅមើល scene ដែល admin ស្រឡាញ់ជាងគេនៅក្នុងរឿង Mission Impossible Fallout ហើយជាចុងក្រោយ admin មានតែអរគុណប្រិយមិត្តអរគ្នាទេដែលបានតាមដានវីដេអូ admin ពីដើមរហូតដល់ចប់ហើយបើសិនជាមានកំហុសខុសឆ្គងណាមួយដែលបានកើតឡើង admin សូមអភ័យទោសទុកជាមុនហើយ admin នឹងព្យាយាមរកនៅរឿងថ្មីៗដើម្បីយកមកសង្ខេបចែកជូនបងប្អូនអរគ្នាមិនថាតែរឿង Mission Impossible រឿងផ្សេងៗទៀតដែល admin ចូលចិត្តហើយធ្លាប់មើលពីមុនមក